មិនថាស្រីរត់ស្រីរ៉ាស្រីពេជ្រស្រីនិចស្រីនីអីទេហើយនឹងស្រីខ្ញុំដែរឲ្យតែពេលខឹងប្តីម្ដងនិយាយថាមិនចេះចិលតែម្ដងឲ្យតែពេលខឹងប្តីដឹងថាឡើងរៀបផ្ទះឡើងរៀបចំផ្ទះបោះរូបខ្វក់ខ្វាក់ហ្នឹងគឺមិនមែនថាអាសាណាខ្ញុំប្រាប់ឲ្យគឺថាធ្វើការឌឺប្តីតែម្ដងមកចេញមុខមកឲ្យលឿននៅលើដបូលហ្នឹងណាគ្រាន់តែខ្ញុំដាក់ plan មករៀបមកបោះមកជូតហ្នឹងណាគឺថាពេលអាទិត្យឥឡូវឯងមិនទាន់បានបោះជូតទេហើយមកពេលនេះណាគឺខឹងប្តីបងប្អូននៅក្នុងបន្ទប់និយាយរឿងជីវិតនិយាយឆ្លោះគ្នាតែម្ដងគឺថាឆ្លោះគ្នាហើយគឺថាស្រីឡាយដើរចេញឡើងរៀបចំផ្ទះប្តីនៅពេលដែលខ្ញុំធ្វើការងារផ្ទះហ่าបងប្អូននិយាយពីថាភ័យញ័រដៃញ័រជើងអស់ហើយប៉ុន្តែពេលដែលខ្ញុំឡើងនេះគាត់មិនទាន់ដឹងថាយើងឡើងទៅណាទេឥឡូវខ្ញុំជឿថាកំពុងតែដើររខ្ញុំនឹកស្មានមកដល់ថាខ្ញុំនៅលើដបូលទេតែខ្ញុំក៏ចឹងដែរណាបងប្អូននៅពេលដែលខឹងខ្ញុំអីមួយគឺទៅហើយទៅរៀបចំផ្ទះបោះជូតដូចគ្នាហើយខ្ញុំឲ្យតែគាត់ខឹងខ្ញុំគាត់ទៅធ្វើការងារផ្ទះគឺខ្ញុំខឹងគាត់តែខ្លាំងអញ្ចឹងនិយាយថាពេលដែលខ្ញុំខឹងគាត់ឬក៏គាត់ខឹងខ្ញុំអញ្ចឹងខ្ញុំដើរចេញបានតែគាត់ខ្ញុំអត់ចង់គាត់ដើរចេញទេមិនថាគាត់ដើរចេញក្នុងកលៈទេសៈអីក៏ដោយខ្ញុំចង់ឲ្យគាត់នៅលួងខ្ញុំដល់តែបាត់ប៉ុន្តែពេលខ្លះគាត់លួងយកក៏សុកចេញទៅធ្វើការហ្នឹងឌឺយើងដែរអញ្ចឹងណាបងប្អូនហ្នឹងហើយបងប្អូនពេលឆ្លោះគ្នាយើងខឹងហើយយើងយកពេលមករៀបចំផ្ទះអញ្ចឹងហើយវាចំណេញដែរអញ្ចឹងណាខ្ញុំថាឆ្លោះគ្នាហើយបងប្អូននៅបតែបន្ទប់គ្នាអីឬក៏ប្រើពាក្យសម្ដីមិនសមរម្យជាមួយគ្នាអីអត់ល្អទេខ្ញុំនិយាយទៅដូចខ្ញុំនិយាយចឹងពេលដែលខ្ញុំខឹងប្តីខ្លាំងខ្ញុំអត់ចង់នៅចិត្តគាត់ហ្មងណាហើយគាត់មិនចង់លួងខ្ញុំណាពេលណារបៀបគាត់យូរលួងខ្ញុំចឹងខ្ញុំចេញមកធ្វើការងារទេហើយអូមួយផ្លែតហ្នឹងឃើញប្រពន្ធហត់ហ៎ហើយដឹងតែប្រពន្ធខឹងខ្លាំងណាដើរចេញអត់និយាយហៅចេញមកធ្វើការងារផ្ទះហ្នឹងណាគឺឡើងមកលួងភ្លាមហ្មងយូរទៅខ្ញុំដឹងល្បិចអស់ហើយហ្នឹងអ្វីដែលធ្វើឲ្យគ្រួសារយើងសុខយើងធ្វើទៅបងប្អូនដូចខ្ញុំចឹង10ឆ្នាំជាង20ឆ្នាំឡើយខ្ញុំមិនដែលមានបញ្ហាអីធំដុំជាមួយប្តីទេហើយចាំមើលតិចទៀតហ្នឹងគាត់ឡើងមកហើយបងប្អូននឹងឃើញរូបភាពដែលគាត់លួងលោមខ្ញុំហើយនិយាយពីថាគេលួងហើយនៅមិនបាច់ទេនិយាយទៅឲ្យតែយើងធ្វើការងារទាំងបងប្អូននឹងប្តីមកលួងជឿខ្ញុំអត់សាកធ្វើតាមខ្ញុំម្ដងទៅគឺថាបាត់ពិសោធន៍នេះជាង10ឆ្នាំហើយគឺដដែលទេបងប្អូនហើយនិយាយហ្នឹងប្តីលឺមិនប្តីដឹងចិត្តអស់ហើយឃើញទេគេទាយកមកបោះជូតហ្នឹងអត់ឲ្យគេជូតទេហើយណាមួយនឹកឃើញគាត់ទៅវេះហៅបងប្អូនអត់ចង់ឲ្យគាត់ជូតអត់ចង់ឲ្យអីទេក៏ដដើមពីគាត់វិញអញ្ចឹងណាប៉ុន្តែបើសិនជាខ្ញុំអត់ឲ្យស្មើនឹងយើងបន្តការឆ្លោះគ្នាអញ្ចឹងខ្ញុំក៏ឲ្យគាត់ទៅបងប្អូនខ្ញុំនៅជាមួយខ្ញុំពេលដែលឃើញខ្ញុំឆ្លោះគ្នាអញ្ចឹងគាត់ស្ងាត់អស់លីងមកផ្ទះហើយខ្ញុំតែងតែប្រាប់គាត់មិនថាគាត់មិនថាកូនខ្ញុំថាពេលដែលខ្ញុំឆ្លោះគ្នាធ្វើធម្មតាទៅពួកខ្ញុំឆ្លោះដូចកូនក្មេងអញ្ចឹងមិនបាច់តែគិតច្រើនអីជាមួយការឆ្លោះគ្នារបស់ខ្ញុំទេវាអត់ប្រយោជន៍ហើយបងប្អូនតែងតែចង់មើលដបូលខ្ញុំពេញលេញតែម្ដងណាថ្ងៃនេះគឺខ្ញុំមកថតដបូលពេញលេញឲ្យបងប្អូនមើលតែម្ដងតែមុននឹងចូលទៅការថតដបូលពេញលេញខ្ញុំចង់និយាយពីកាមេរ៉ាខ្ញុំបន្តិចណាបងប្អូនបងប្អូនគ្នាថាសម្រាប់កាមេរ៉ាបងប្អូនគ្នាតែសួរថាមានអាណាទូជាងគាត់សម្រាប់ក្នុងផ្ទះគាត់ថារូបរាងចាស់វាធំឥឡូវនេះខ្ញុំបានឲ្យខាងខ្ញុំគាត់ជួយធ្វើរូបរាងថ្មីរូបរាងថ្មីចឹងណារូបរាងថ្មីហ្នឹងគឺ app នឹងក្រៅ PMS ឬក៏ High Easy នឹងក្រៅដូចគ្នាប៉ុន្តែរូបរាងចាស់យើងនៅតែលក់ដែរព្រោះឯនោះសម្រាប់ដាក់ក្រៅផ្ទះហើយបងប្អូនគ្នាចាំបានដាក់ក្នុងផ្ទះបងប្អូនគ្នាគាត់ជួយបាននេះនេះជា quality វាណារួមទៅរូបរាងដូចគ្នាប្រើនៅក្នុង app តែមួយនេះនេះថតអូខេហើយយើងតែយើងប្រើនៅក្នុង app ចាស់នៅក្នុងកាមេរ៉ាអាធំផ្សេងៗគ្នាចុចបងនេះនេះចឹងនៅយើងទៅមកចាស់នៅក្រៅមកធំឡើងហ្នឹងទៅមកធំខាងក្រៅអញ្ចឹងសម្រាប់កាមេរ៉ានេះដែរយើងបានស្នើថាឲ្យធ្វើរូបរាងតូចជាងមុនងាយស្រួលក្នុងការយើងតែងាយស្រួលក្នុងការយើងចាក់ក្នុងផ្ទះវាមានសពតជាងមុនអញ្ចឹងណាប៉ុន្តែតម្លៃវាដោយសារយើងខាងឲ្យយើងស្នើឲ្យខាងក្រុមហ៊ុនធ្វើតូចអញ្ចឹងតម្លៃវាខុសគ្នា$2អញ្ចឹងសម្រាប់រូបរាងចាស់$32និងរូបរាងថ្មីនេះ$34ប្រើ app ដូចគ្នាកុនភេទដូចគ្នាហើយនឹងមាន memory 64 GB ទុកទៅ15ខែដូចគ្នាអញ្ចឹងបងប្អូនគ្នាអាចចាំបានរូបរាងថ្មីអាចព្រីអឺបានទុកជាមកទៅ10ថ្ងៃទៀតមកដល់ហើយរូបរាងចាស់អញ្ចឹងដែរវាអស់ស្តុកលេងហើយយើងការកំងខ្លាំងអញ្ចឹងនិយាយទៅលក់អត់តណាបងប្អូននិយាយទៅកាមេរ៉ានេះអញ្ចឹងទៅបងប្អូនចង់បានរូបរាងថ្មីក៏បានដែរប៉ុន្តែរូបរាងថ្មីនេះគឺ$34ដោយសារតែរចនាថ្មីនេះ model វាគេទាញខ្ញុំថ្លៃនិយាយទៅប៉ុន្តែវាល្អដូចគ្នាទេបងប្អូនរូបរាងចាស់ក៏ល្អដូចគ្នាណានេះរូបរាងចាស់ប៉ុន្តែល្អដូចគ្នាបងប្អូនតែរូបរាងចាស់ប៉ុន្តែគេផលិតថ្មីជារៀងរាល់ខែផលិតថ្មីរហូតមិនមែនថាស្តុកចាស់គេផលិតហើយយូរទុកក្នុងឃ្លាំងអត់ទេបងប្អូនខ្សងបីតរងចាស់ក៏ងាយដាច់ស្តុកដាក់ស្តុកឯងនិយាយទៅសម្រាប់ accessory វាគឺចេញថ្មីរហូតតែម្ដងទូរូបរាងចាស់តែ accessory វាគឺថ្មីទាំងអស់អញ្ចឹងចូលមកដល់ការរៀបចំផ្ទះវិញណាបងប្អូនពេលដែលជូតហើយក្រូនេះគឺស្អាតខ្លាំងណាបងប្អូនតែសួរខ្ញុំថាទិញក្រូនឹងនៅណាអញ្ចឹងខ្ញុំទិញនៅចិត្តផ្ទះគឺនៅដេអិតនឹងឯងបងប្អូននៅឃុំដេអិតណានិយាយទៅបងប្អូនសួរគេទៅក្រូអាឡូងក្រូអិតកសែងអាឡូងណាគេមានដែរបងប្អូនកន្លែងណាក៏គេមានដែរហើយដេអិតហ្នឹងគឺខេត្តកណ្ដាលហងនៅមានចិត្តតម្រំពេញអត់ខ្វះហ្មងហើយការរៀបចំនៅលើហ្នឹងគឺបងប្រុសខ្ញុំឯងបងប្អូនជឿខ្ញុំអត់ប្រហែលជាខ្ទង់20ថ្ងៃខ្ញុំអត់បានឡើងលើខ្ញុំក៏ surprise ខ្លាំងដែរនៅពេលដែលឃើញលើនិយាយពីថាទេសភាពស្អាតខ្លាំងហើយគាត់រៀបចំផ្កាឡើងស្អាតតែម្ដងហើយខ្ញុំឡើង surprise ហ្មងបងប្អូនព្រោះថាខ្ញុំខានមកប្រហែលជា20ថ្ងៃហើយបងប្អូនឃើញកន្លែងចដៅហ្នឹងក៏ខ្ញុំដាក់កាមេរ៉ាមួយដែរឃើញអត់ព្រោះថាអ្នកលក់កាមេរ៉ាអញ្ចឹងគឺត្រូវតែសុវត្ថិភាពគ្រប់ក្លុកក្លៀតអញ្ចឹងណាហើយឥឡូវនេះគឺខ្ញុំបានរៀបចំរួចរាល់អស់ហើយណាបងប្អូនអញ្ចឹងបងប្អូនអាចទស្សនាបានថានៅលើហ្នឹងគឺវាមានទស្សនវិជ្ជាបែបណាអូយនិយាយមែនយប់ឡើងបើយើងអាងរបៀបហាត់ដុតអីនឹងចង្ក្រានឲ្យវាហុយដូចនៅការីរ៉ូមអញ្ចឹងវាចោះអាប់ហើយតិចខ្លាំងមែនតើបងប្អូននិយាយថាទេសភាពល្ងាចឡើងមើលធ្វើឃើញថ្ងៃលិចទៀតហើយមើលទៅក្រោយឃើញបឹងឈូកឡើងស្អាតតែម្ដងមើលទៅក្រោយឃើញចកាណងផ្កាឡើងលឿងពេញចកាតែម្ដងបងប្អូនគឺទេសភាពស្អាតខ្លាំងមែនតើហ្មងណានេះវាចូលខែភាសា7បើសិនជាចូលស៊ុបវិញគឺថាឡើងទេសភាពកាន់តែស្អាតជាងនឹងតែម្ដងនៅខាងលើមានដំណាំផ្កាគ្រប់ប្រភេទហើយនៅខាងក្រោមវិញមានដំណាំហូបផ្លែ
គ្រប់ប្រភេទខ្ញុំនិយាយលេងទេមិនទាំងអស់ឲ្យពាក្យថាគ្រប់ប្រភេទគឺវាច្រើនខ្លាំងចឹងណាប៉ុន្តែផ្ទះខ្ញុំមានតែស្វាយកាលមៀតស្ពឺហើយនឹងមកខុបបារាំងមកកាក់តបែកអត់លឹងតឹងឃ្លោកអីចឹងទៅហើយជីមានដូចជាជីកាមជីអណាជីជ្រក់ខ្ទឹមស្លឹកខ្ទឹមសណ្តែកគួរអីចឹងទៅម្ទេសអីហ្នឹងគឺក្រោមគឺមានទាំងអស់តែម្ដងបងប្អូនអាលឹកអីហ្នឹងក៏មានដែរតែគ្រាន់តែថាខ្ញុំអត់តាន់បានថតឲ្យបងប្អូនមើលចឹងណាហើយកន្លែងនេះគឺខ្ញុំរៀបចំប៉ុណ្្នឹងហើយឥឡូវខែក្រោយហ្នឹងខ្ញុំចាប់ផ្ដើមទៅរៀបចំនឹងដីឡូម្ដងបងប្អូនកន្លែងនេះសម្រាប់យើងនៅបែបគុណភាពពេលនៅដីឡូវិញខ្ញុំកន្លែងបើកកន្លែងលក់ញ៉ាំអីបែបគុណភាពនៅពេលដែលបងប្អូនមកសម្រាប់ពីការនឿយហត់អីគឺលក្ខណៈថាមានសោភ័ណភាពហ្មងនិយាយទៅគេងទៅវាបាត់ហត់ហ្មងខ្ញុំឆ្នៃដល់តែមួយលុបតិចស្រួលឲ្យបងប្អូនតែម្ដងលើវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនអរគុណដែលគាំទ្រខ្ញុំរហូតមកអរគុណជំរាបលាបាយបាយ